តើការដាក់ជីគល់និងបាញ់ស្លឹកមួយណាមានប្រសិទ្ធភាពជាងដើម្បីជំរុញការលូតលាស់ដល់ដំណាំគួរដាក់ជីគល់ឬបាញ់ស្លឹកជំនួយនេះគឺជាសំណួរមួយដែលបងប្អូនកសិករមួយចំនួនតែងតែងើបឆ្ងល់ជាការពិតណាស់គ្មានវិធីណាមួយដែលល្អដាច់គេនោះទេប៉ុន្តែវាអាស្រ័យទៅលើគោលបំណងនិងស្ថានភាពជាក់ស្ដែងរបស់ដំណាំដើម្បីឲ្យងាយស្រួលយល់បងប្អូនអាចប្រៀបធៀបការដាក់ជីទៅនឹងការបរិភោគបាយហើយការបាញ់តាមស្លឹកទៅនឹងការចាក់សេរ៉ូមឬផឹកវីតាមីនទី1ការដាក់ជីតាមដីឬដាក់គល់នេះគឺជាប្រភពអាហារចម្បងបំផុតសម្រាប់រុក្ខជាតិប្រសិទ្ធភាពផ្ដល់សារធាតុចិញ្ចឹមក្នុងបរិមាណច្រើននៃជីវជាតិសារធាតុចម្បងដូចជាអាសូត ផូស្វ័រនិងប៉ូតាស្យូមគុណសម្បត្តិរុក្ខជាតិស្រូបយកបានយូរអង្វែងជួយកែលម្អគុណភាពដីនិងមានតម្លៃថោកជាងបាញ់តាមស្លឹកគុណវិបត្តិប្រើរយៈពេលយូរទើបរុក្ខជាតិស្រូបយកបានទៅរងចាំការរលាយទៅក្នុងដីនិងសំណើមប្រសិនបើដីខូចឬមានជំងឺរុក្ខជាតិនឹងមិនអាចបឺតសូបជីនេះបានឡើយទី2ការបាញ់ជីតាមស្លឹកការបាញ់ជីតាមស្លឹកគឺជាវិធីសាស្ត្រជំនួយដែលផ្ដល់អាហារទៅដល់កោសិការុក្ខជាតិដោយផ្ទាល់ប្រសិទ្ធភាពផ្ដល់សារធាតុចិញ្ចឹមក្នុងបរិមាណតិចតួចពិសេសពពួកមីក្រូធាតុប៉ុន្តែរហ័សដូចជាសង្កសីបូរ៉ុននិងជាតិដែកគុណសម្បត្តិរុក្ខជាតិស្រូបយកបានព្រមក្នុងរយៈពេល20នាទីទៅ2ទៅ3ម៉ោងល្អបំផុតសម្រាប់ប្រើនៅពេលដំណាំជួបអាសន្នដូចជាហឺរលួយដីស្ងួតខ្លាំងឬអាកាសធាតុត្រជាក់ពេកដែលឬឈប់ធ្វើការគុណវិបត្តិមិនអាចផ្ដល់អាហារបានច្រើនដូចជីដាក់ដីឡើយបើបាញ់ច្រើនពេកឬកំហាត់ខ្លាំងពេកអាចបណ្ដាលឲ្យឆេះស្លឹកយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Michigan State ឬគឺជាច្រកសំខាន់របស់ដំណាំឬត្រូវបានបង្កើតឡើងដើម្បីស្រូបជីហើយស្លឹកត្រូវបានបង្កើតឡើងដើម្បីការពារនិងធ្វើឲ្យស្វ័យសម្យោគដូច្នេះបងប្អូនមិនអាចបោះបង់ជីដាក់ដីឬដាក់ជីគល់ហើយប្រើប្រាស់ជីបាញ់តាមស្លឹកបានឡើយវិធីសាស្ត្រល្អបំផុតគឺដាក់ជីជាគ្រឹះបាញ់តាមស្លឹកជាជំនួយការបាញ់ជីតាមស្លឹកក្នុងវគ្គសំខាន់ៗដូចជាមុនពេលចេញផ្កាឬពេលដាក់ទឹកដោះអាចជួយបង្កើនទិន្នផលបាន10ទៅ25%បន្ថែមលើការដាក់ជីធម្មតាគន្លឹះសំខាន់សម្រាប់កសិករប្រសិនបើចង់ឲ្យដើមលូតលាស់ខ្លាំងនិងរឹងមាំយូរអង្វែងទើបផ្ដោតលើការរៀបចំដីនិងដាក់ជីតាមដីឲ្យបានត្រឹមត្រូវប្រសិនបើចង់ឲ្យដំណាំស្ទុះឡើងភ្លាមឬជួយផ្កាឲ្យកាន់តែផ្លែត្រូវតែបាញ់ជីតាមស្លឹកបន្ថែមចំណាំពេលបាញ់តាមស្លឹកត្រូវបាញ់នៅពេលព្រឹកព្រលឹមឬពេលល្ងាចត្រជាក់ដើម្បីឲ្យមានការសូបយកជីពេញលេញ